ប្រសិនយល់សពឃើញពស់ថ្លាន់អត្ថន័យគឺបែបនេះសុបិនឃើញពស់ជីញឹកញាប់បកស្រាយអំពីលាភសំណាងនិងរឿងល្អៗដែលកើតមានក្នុងជីវិតពិតពស់ប្រភេទអ្វីក៏ដោយឲ្យតែបង្ហាញខ្លួនក្នុងសុបិនភាគច្រើនជាប្រផ្នូលល្អគួរសប្បាយរីករាយជាក់ស្ដែងសុបិនឃើញពស់ថ្លាន់តាមជំនឿជីវិតនឹងមានលាភធំសឹងគ្រប់ផ្នែកបើយោងតាមសៀវភៅទំនាយសុបិនឃើញពស់ថ្លាន់ចាត់ទុកជារឿងល្អសម្រាប់សិស្សានុសិស្សព្រោះនឹងមានចាស់ព្រឹទ្ធាចារ្យជួយគាំទ្រទំនុកម្រងក្នុងការសិក្សារៀនសូត្របើអ្នកកំពុងប្រឡងវាជាប្រផ្នូលប្រាប់ថាអ្នកនឹងប្រឡងជាប់ហើយបានពិន្ទុល្អបើឃើញពស់ថ្លាន់រំខ្លួនឬចឹកគឺជាសញ្ញាប្រាប់ថាអ្នកមានអាជីវកម្មតូចធំទាំងឡាយនឹងទទួលបានប្រាក់ចំណេញកប់ក្តោងចំពោះគូសង្សារវិញវាជាប្រផ្នូលអនុញ្ញាតឲ្យអ្នករៀបការបានដោយរលូនប្រកបដោយសេចក្តីសុខសុភមង្គលសម្រាប់អ្នកដែលមិនទាន់មានដៃគូនៅឡើយអាចជួបគូគ្រងកំឡុងពេលនេះមិនតែប៉ុណ្ណោះពស់ថ្លាន់ក្នុងសុបិនប្រាប់អ្នកទៀតថាអ្នកអាចត្រូវរង្វាន់ធំដោយមិននឹកស្មានដល់គេងសុបិនឃើញពស់វែកជាសញ្ញាឲ្យប្រុងប្រយ័ត្នខ្លួនមែនទែនពស់ក្នុងក្តីសុបិនជាទូទៅគេតែងគិតថាគូព្រេងនឹងមកដល់ឆាប់ប៉ុន្តែបើយោងទៅតាមជំនឿគឺមិនទាំងអស់នោះទេពស់ខ្លះតំណាងឲ្យអាជីពការងារមានការប្រកួតប្រជែងខ្លាំងជាពិសេសពស់វែកតែម្ដងដែលយើងតែងខ្លាប់ខ្លាចជាងគេសុបិនឃើញពស់វែកនៅនឹងមុខមានន័យថាក្នុងអំឡុងពេលនេះត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសម្ដីដែលអ្នកនិយាយទៅកាន់មនុស្សជុំវិញខ្លួនអ្នកគួរតែគិតមុនពេលនិយាយហើយកុំនិយាយសន្យាជាមួយអ្នកណាដោយឥតប្រយោជន៍និងមិនអាចធ្វើបានឲ្យគេព្រោះអាចនឹងមានបញ្ហាមានជម្លោះកើតឡើងរហូតបែកបាក់គ្នាក៏មានសុបិនឃើញពស់វែកបើកវែករកខំយើងមានន័យថាក្នុងអំឡុងពេលនេះនឹងមានមនុស្សមកជួយការងារអាចទទួលបានដំណឹងល្អឬនឹងជួបគូព្រេងដែលប៉ងមកជាយូរហើយសុបិនឃើញពស់វែកលេតអណ្ដាតសម្លឹងមកបញ្ជាក់បានថាមនុស្សដែលជាសត្រូវនឹងគ្នាអាចវិលក្លាយជាមិត្តល្អវិញដោយសារតែការយោគយល់និងដោះស្រាយវិវាទល្អជាងមុនចំណែកអ្នកណាដែលកំពុងមានបញ្ហាក្នុងវិវាទអ្នកប្រហែលជាអ្នកឈ្នះរឿងក្តីក្តាំងនេះលើគេសុបិនឃើញពស់វែកនៅស្ងៀមត្រឹងមានន័យថាក្នុងអំឡុងពេលនេះអ្នកគួរតែប្រើស្មារតីឲ្យច្រើនជាងអារម្មណ៍ឆេវឆាវគិតមួយពេលហើយគួរប្រយ័ត្នពាក្យដែលប្រើជាមួយមនុស្សជិតស្និទ្ធឬសមាជិកគ្រួសារបើប្រើមិនស្រួលអាចមានទំនាស់បង្ករឿងជាធំបានសុបិនឃើញពស់វែកវាកាត់មុខមានន័យថាអ្នកអាចនឹងមានរឿងបាត់បង់លុយកាក់តិចតួចឬជាស្នេហាដូច្នេះចូលប្រយ័ត្នមាត់កកុំឲ្យរឿងតិចតួចប្រែជាការជិះចាប់មកបំផ្លាញគ្នាបានអរគុណបងប្អូនទាំងអស់គ្នាបើសិនជាពេញចិត្តនៅវីដេអូមួយនេះសូមចុច like ហើយចុច subscribe បន្ទាប់មកទៀតសូមចុចសញ្ញារូបកណ្ដឹងសូមអរគុណ